សួរក៏ដូចជាសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីវិធីងាយៗក្នុងការបង្កើត slide មេរៀនឲ្យមានភាពងាយស្រួលនិងរហ័សហើយលោកគ្រូអ្នកគ្រូអាចយកទៅប្រើប្រាស់បាននៅក្នុងថ្នាក់រៀនបាទអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅរបៀបនៃការអនុវត្តតែម្ដងទៅបាទអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំប្រើប្រាស់ tool 2គឺតាក់ទងមួយនឹង Google Gemini មួយខ្ញុំឲ្យវាបង្កើតសង្ខេបមេរៀនជា slide ហើយខ្ញុំយកមេរៀនសង្ខេបជា slide នេះខ្ញុំយកទៅដាក់នៅក្នុងGamma app មួយទៀតដើម្បីវា generate slide ស្អាតឲ្យយើងតែម្ដងណាបាទឥឡូវតាមជំហានមួយខ្ញុំនឹងបង្ហាញលម្អិតនៅក្នុងនេះអញ្ចឹងលោកគ្រូអ្នកគ្រូចូលរួមតាមដានទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលទៅដល់ Google ហើយខ្ញុំរក website មួយដែលខ្ញុំធ្លាប់ប្រើគឺ Google Gemini អញ្ចឹងលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ Google Gemini ក៏បាន ChatGPT ក៏បានដែរអត់អីទេណាលោកគ្រូអ្នកគ្រូធ្លាប់ប្រើអីលោកគ្រូអ្នកគ្រូប្រើហ្នឹងទៅអញ្ចឹងខ្ញុំចូល Gemini បានហើយអញ្ចឹងខ្ញុំចូលទៅរក file ដែលខ្ញុំចង់ឲ្យ Google Gemini ហ្នឹង generate មេរៀនឲ្យតែម្ដងអញ្ចឹងមេរៀនហ្នឹងខ្ញុំដកស្រង់ចេញអំពីមេរៀនវិទ្យាសាស្ត្រថ្នាក់ទី6បាទពីទំព័រទី2ដល់ទំព័រទី5អញ្ចឹងខ្ញុំបានតម្លាក់ file ជា PDF ឲ្យមេរៀនហ្នឹងឲ្យ Gemini ហើយខ្ញុំទៅរក prompt ដែលខ្ញុំចង់បញ្ជាឲ្យ Gemini បង្កើតឲ្យអញ្ចឹងនេះជា prompt ដែលខ្ញុំបានរៀបចំទុករួចជាស្រេចលោកគ្រូអ្នកគ្រូអាចមើល prompt ហ្នឹងជាឧទាហរណ៍បានបាទហើយលោកគ្រូអ្នកគ្រូអាចយកទៅកែច្នៃតាមប្រភេទមេរៀនដែរលោកគ្រូអ្នកគ្រូចង់ឲ្យវាបង្កើតឲ្យអញ្ចឹងណាបាទអញ្ចឹងនៅក្នុង prompt ហ្នឹងខ្ញុំឲ្យ AI ដើរតួនាទីជាអ្នកជំនាញក្នុងការបង្កើត slide បាទហើយខ្ញុំឲ្យវាបង្កើត slide មុខមេរៀនមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី6រយៈពេល40នាទីដកស្រង់សៀវភៅវិទ្យាសាស្ត្រថ្នាក់ទី6របស់ក្រសួងអប់រំរបស់យើងសម្រាប់បឋមសិក្សាហើយនៅក្នុងមេរៀនហ្នឹងគឺមេរៀនទី1ចំណងជើងគឺការសម្របខ្លួនរបស់រុក្ខជាតិដែលពីទំព័រទី2ដល់ទំព័រទី5អញ្ចឹងនេះខ្ញុំលិះជាចំណុចទូចៗដែលចង់ឲ្យវាសង្ខេបអញ្ចឹងក្នុងនោះមានរបៀបពង្រាយក្របទុនជាតិចំណុចទី2ការសម្របខ្លួនរុក្ខជាតិហើយវាមានចំណុចទូចៗទៀតនៅក្នុងចំណុចទី2អញ្ចឹងណាអញ្ចឹងនេះជាចំណុចមេរៀនដែលខ្ញុំចង់ឲ្យវាgenerate ឲ្យហើយចំណុចទី4ក៏ជាចំណុចសំខាន់ដែរចុងក្រោយខ្ញុំចង់ឲ្យ Gemini ហ្នឹងសង្ខេបមេរៀនឡើងវិញបន្តិចបាទហើយបន្ទាប់ពីហ្នឹងបន្ទាប់ពីសង្ខេបមេរៀនខ្ញុំឲ្យ Gemini ហ្នឹងបង្កើត slide មេរៀនតែចំនួន10ទេហើយជាអក្សរភាសាខ្មែរទៀតហើយចំណុចទី1នីមួយហ្នឹងឲ្យវាបញ្ជាក់ជាឧទាហរណ៍បន្ថែមហើយចង់បញ្ចប់មេរៀនគឺឲ្យវាបង្កើតជាសំណួរសម្រាប់រំលឹកមេរៀនហើយឲ្យវាបង្កើតជាកិច្ចទិញការកិច្ចការផ្ទះឲ្យយើងទៀតបាទអញ្ចឹងឥឡូវយើងទៅសាកល្បងទាំងអស់គ្នាមើលតើប្រមប៉ុណ្នេះដែលយើងអាចប្រើប្រាស់បានដែរអត់បាទអញ្ចឹងនេះយើងរងចាំពេលវេលាបន្តិចបាទឥឡូវនេះវា generate បានមកខ្លះៗហើយបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចមើលម៉ាត់ត្រួសទៅបាទអញ្ចឹងនេះ slide ទី1បាទមានកម្របនិងគោលបំណងរបស់វាដែល Gemini ដាក់ឲ្យណាបាទមានគោលបំណងទៀតមានសាច់មេរៀន40នាទីមានអីនៅក្នុងនោះទៀតហើយ slide ទី2គឺវាសង្ខេបចាប់ផ្ដើមសង្ខេបមេរៀនហើយរបៀបពង្រាយក្របរុក្ខជាតិបាទមានអីខ្លះបាទនៅក្នុងនឹងអញ្ចឹងលោកគ្រូអ្នកគ្រូមើលវាបន្ថែមទៀតទៅតើលោកគ្រូអ្នកគ្រូអាចយកវាមកប្រើបានដែរអត់បាទអញ្ចឹងនេះជាslide ដែល Gemini បាន generate ឲ្យបាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវធ្វើម៉េច slide នេះលោកគ្រូអ្នកគ្រូអត់ទាន់បានយកទៅអាចយកទៅប្រើប្រាស់បានទេអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវរៀបចំវាឲ្យស្អាតអញ្ចឹងណាបាទអញ្ចឹងដើម្បីរៀបចំវាឲ្យស្អាតបន្តទៀតលោកគ្រូអ្នកគ្រូអាចប្រើវិធីមួយទៀតបាទអញ្ចឹងវិធីនេះលោកគ្រូអ្នកគ្រូអាចបើក PowerPoint របស់លោកគ្រូអ្នកគ្រូមកបាទបើក PowerPoint ហើយលោកគ្រូអ្នកគ្រូយក PowerPoint ដែល blank យកមកប្រើមកយើង copy ម្ដងមួយ slide ម្ដងមួយ slide ដាក់នៅក្នុង PowerPoint របស់លោកគ្រូអ្នកគ្រូទៅបាទនេះអញ្ចឹងខ្ញុំបើក PowerPoint blank មួយបាទនេះអញ្
ចឹង slide មិញយើងត្រូវការ slide ចំនួន 10 ទៅអញ្ចឹងយក copy ឲ្យគ្រប់ចំនួន 10 តែម្ដងមកបាទហើយយើងទៅកាត់slide ដែល Gemini generate មិញហ្នឹងចូលមកប្រើតែម្ដងបាទអញ្ចឹងនេះ slide ទី1បើលោកគ្រូមើលទៅអាចយកមកប្រើបានលោកគ្រូយកមកបាទខ្ញុំគិតថាយកមកប្រើតែម្ដងទៅបាទអញ្ចឹងអានេះ slide នេះវាជា slide ណែនាំទៅលើមុខវិជ្ជាបាទអញ្ចឹងខ្ញុំ copy ដាក់នៅក្នុងនេះមួយបាទ copy វាដាក់សិនមកលោកគ្រូក៏មិនតាន់អាចសេរីវាចាំ copy ដាក់អស់ហើយចាំយើងសេរីម្ដងសរុបតែម្ដងបាទខ្ញុំ copy ចូល2បាទនេះបាទហើយ slide ទី3បាទខ្ញុំ copy slide ទី3ចូលបាទបាទអូខេបាទអញ្ចឹងខ្ញុំកាត់វីដេអូទេលោកគ្រូដោយសារយើង copy ម្ដងមួយរៀងចំណាយពេលបន្តិចចង់អត់ចង់ឲ្យនាទីចាយច្រើនអញ្ចឹងខ្ញុំ copy ម្ដងមួយរហូតដល់គ្រប់តែម្ដងបាទអញ្ចឹងយើងបាន slide ហើយប៉ុណ្ណឹងគឺយើងបាន10 slide លោកគ្រូមិនបាច់តន់កែអីក៏បានដែរទុកឲ្យវានៅទាំងដល់អញ្ចឹងក៏បានដែរបាទអក្សរទួក៏ទួចោះដកឃ្លាមិនក៏ដកចោះអញ្ចឹងណាតែបើលោកគ្រូចង់select font វាឲ្យស្អាតបន្តិចក៏បានដែរអត់អីទេអញ្ចឹងណាបាទអញ្ចឹង color font វាទូចពេកលោកគ្រូបាក់មើលអីតែខ្ញុំគិតថាលោកគ្រូបាច់តន់បដូរ font វាសិនក៏បានដែរអាហ្នឹងណាដោយសារអីដោយសារទៅពេលដែលយើង generate នៅក្នុង Gemini ទៅនៅក្នុង Gamma ទៅវានឹង font ហ្នឹងវានឹងបដូរទៅជា font ផ្សេងតែម្ដងហើយវាអត់នៅរក្សា font ចឹងដែរទេអញ្ចឹងណាបាទតែឥឡូវកុំឲ្យនេះខ្ញុំបដូរ font តែម្ដងទៅបាទអញ្ចឹងនេះជា slide មេរៀនបាទអញ្ចឹង slide មេរៀនហ្នឹងវាអត់ទាន់ស្អាតទេវាអត់ទាន់មានរូបភាពមានការរៀបចំអីបានស្អាតទេអញ្ចឹងណាអញ្ចឹងបើលោកគ្រូចង់ឲ្យវាស្អាតលោកគ្រូបាច់អង្គុយរៀបវាម្ដងមួយទេយើងមានកម្មវិធីមួយដែលអាចជួយរៀបឲ្យយើងឲ្យបានស្អាតហើយតាន់ពេលវេលាអាចប្រើប្រាស់បានអញ្ចឹងណាអញ្ចឹងឥឡូវមិញខ្ញុំ save វាទុកមួយសិនបាទខ្ញុំ save វាទុកមួយសិនមេរៀនទី1បាទខ្ញុំ save វាទុកមួយសិនបាទខ្ញុំទុកនៅក្នុងfolder មួយបាទស្នុកខ្ញុំទៅរកវាលើក្រោយបាទអញ្ចឹងបន្ទាប់ខ្ញុំ save ហើយខ្ញុំទៅបើកកម្មវិធីមួយទៀតដែលអាចជួយរៀបចំឲ្យយើងឲ្យស្អាតណាបាទអញ្ចឹងខ្ញុំចូលទៅ Google បាទចូលទៅដល់ Google មួយហើយខ្ញុំវាយពាក្យថា Gamma បាទ Gamma G A M M A .app អញ្ចឹងឈ្មោះវាគឺ Gamma app ណាលោកគ្រូបើវាយអត់ចេញពាក្យនឹងទេលោកគ្រូវាយទៅពាក្យ Gamma អាចចេញ website ផ្សេងដែលលោកគ្រូចូលទៅប្រើបានទេអញ្ចឹងលោកគ្រូត្រូវចំណាំថាឈ្មោះវាគឺ Gamma app អញ្ចឹងនឹង app ហ្នឹងវាចូលទៅលោកគ្រូត្រូវ sign in sign អីទៀតអញ្ចឹងណាប៉ុន្តែខ្ញុំនឹងបង្ហាញពេលក្រោយនៅពេលដែលលោកគ្រូចូលទៅ sign in ចាំវីដេអូបន្ទាប់ឥឡូវនេះដោយសារខ្ញុំចង់ផ្ដោតទៅលើរបៀបនៃការបង្កើត slide មួយសិនណាអញ្ចឹងនៅពេលដែលលោកគ្រូចូល website ហ្នឹងទៅហើយយើងបាន sign in ហើយវាចូល platform នេះអានេះជា slide មេរៀនដែលខ្ញុំធ្លាប់បង្កើតកន្លងមកគឺវា store ទុកនៅក្នុងហ្នឹងឥឡូវខ្ញុំចូលទៅបង្កើតថ្មីមួយទៀតអញ្ចឹងនៅក្នុងនេះវាមានពាក្យcreate new AI អញ្ចឹងយើងចូលនៅក្នុងហ្នឹងទៅបាទអញ្ចឹងវាឲ្យជ្រើសរើសហើយអានេះ generate យកតែម្ដងដាក់តែប្រធានបទទៅវា generate ឲ្យទៅពេលទីនេះគឺយើងយកអត្ថបទមក text នៅក្នុងហ្នឹងហើយខាងនេះគឺយើង import file ឬក៏ URL ហើយនេះ remix template អញ្ចឹងអ្វីដែលយើងត្រូវប្រើព្រោះយើងមិញយើងមាន slide presentation ហើយអញ្ចឹងយើងទៅរក file របស់យើងបាទអញ្ចឹងខ្ញុំយកទី3ហើយយកពាក្យថា upload a file បាទអញ្ចឹងខ្ញុំទៅរក file ដែលខ្ញុំមានមិញបាទខ្ញុំទុកនៅក្នុង drive D new folder ហើយមេរៀនទី1នេះអញ្ចឹងខ្ញុំចុចយកវាមកហើយខ្ញុំ upload វាចូលទៅហើយយើងរងចាំបន្តិចសិនបាទឥឡូវនេះ file ខ្ញុំបាន upload ចូលហើយបាទយើងជ្រើសរើសយក presentation ណាលោកគ្រូនេះខាងក្រោមនេះណាយើងរក presentation ហើយយើងចុចពាក្យ continue ទៅបាទវានឹងចាប់ផ្ដើម generate ឲ្យយើងតែម្ដងបាទសូមរងចាំបន្តិច
បាទឥឡូវនេះយើងធ្វើបានហើយចឹងនេះលោកគ្រូឥឡូវយើងមាន slide ចំនួន10បាទ slide ទី1 slide ទី2រហូតដល់ slide ទី10ណាហើយនៅខាងក្រោមនេះលោកគ្រូអាចជ្រើសរើសយក background slide ដែលលោកគ្រូចង់បានបាទលោកគ្រូចុចមកចង់បានពណ៌អីបាទលោកគ្រូចុចមកណាឥឡូវខ្ញុំយកងាយមុនគេតែម្ដងទៅហើយកន្លែងនេះគឺលោកគ្រូអាចជ្រើសរើសយកប្រភេទដែលចង់ឲ្យ gamma វាបង្កើតជារូបភាពឲ្យនៅក្នុង slide ណាបាទអញ្ចឹងលោកគ្រូអាចរើសបាននៅក្នុងហ្នឹងអញ្ចឹងយើងយកពាក្យ AI image តែម្ដងទៅបាទនេះបាទអញ្ចឹងយកពាក្យហ្នឹងហើយយើងយកពាក្យ generate យកតែម្ដងបាទនៅខាងក្រោមណាបាទឥឡូវនេះ Gamma ចាប់ផ្ដើម generate slide មេរៀនឲ្យហើយបាទ slide ទី1វាដាក់ជាមួយនឹងរូបភាពបាទ slide ទី2បាទចាំមើលវាពេញមើលថាវាអាចតែយើងអាចយកវាទៅប្រើប្រាស់បានដែរទេបាទអញ្ចឹងឥឡូវនេះGamma វាបាន generate slide ឲ្យខ្ញុំបានហើយមេរៀនចំនួន10បាទគឺមេរៀនការសម្របខ្លួននិងការការពារខ្លួនរបស់រុក្ខជាតិបាទអញ្ចឹងនៅក្នុងនេះចំណុចដែលវាសង្ខេបដែលយើងដាក់ឲ្យមិញហ្នឹងមានប្រហែលចំណុចគឺវាដាក់មកទាំងអស់ហើយវាសង្ខេបមេរៀនឲ្យខ្លីសម្រាប់យើងយកទៅអាចយកទៅបញ្យល់សិស្សបានអញ្ចឹងណាហើយសម្រាប់រូបភាពមួយចំនួនវាលម្អស្រស់ស្អាតប៉ុន្តែអាចមិនត្រូវតាមចិត្តរបស់យើង 100% ទេបាទប៉ុន្តែបើលោកគ្រូចង់ប្រើវាត្រូវចិត្ត 100% តើយើង down វាហើយយើងយកវាទៅកែលម្អប៉ុន្តែឥឡូវនេះវាបាន generate format មួយយ៉ាងស្អាតឲ្យយើងអាចយើងយកទៅប្រើបានណាបាទអង្គមើលចុងក្រោយមានមេរៀនសង្ខេបហើយវាមាន generate ជាសំណួររំលឹកឲ្យទៀតបាននៅក្នុងនេះមានសំណួររំលឹកមេរៀនចំនួន4ហើយវាមានបង្កើតជាកិច្ចការផ្ទះឲ្យយើងទៀតអញ្ចឹងអានេះវាងាយស្រួលបែបហ្នឹងណាវាជួយសម្រួលការគិតរបស់យើងបានមួយផ្នែកដែរប៉ុន្តែយើងមិនអាចយកវាទៅ 100% ទេឥឡូវយើងបាន slide ហើយឥឡូវយើងចង់ download វាចេញមកក្រៅណាអញ្ចឹងឡើយនេះលោកគ្រូនៅខាងបារខាងលើខាងស្ដាំនេះលោកគ្រូយកពាក្យ share មកបាទយកពាក្យ share មកហើយយកពាក្យ export នេះណាបាទអញ្ចឹងយើងចុចលើពាក្យ export វានឹងឲ្យមកហើយលោកគ្រូចង់បានជា PDF ចង់បានជា PowerPoint ចង់បានជា Google Slide ឬក៏យ៉ាងណាអញ្ចឹងយើងចង់បានជា PowerPoint អញ្ចឹងយើង down ជា PowerPoint មកបាទយើងចុចលើពាក្យហ្នឹងទៅហើយយើងរងចាំបន្តិចវានឹង generate ឲ្យបាទឥឡូវក្រោយយើងរងចាំបន្តិចឥឡូវយើងទទួលបានហើយ slide របស់យើងលោកគ្រូបើកចូលកន្លែង folder មកហើយយើងយកកន្លែង download មកយើងនឹងឃើញហើយបាទនេះជា slide មេរៀនដែលយើងបង្កើតមិញណាបាទឥឡូវយើងសាកបើកមើលអាចមិនដែរបាទបាទនេះគឺជា slide ដែលយើងឲ្យ Gamma generate មិញណាបាទអញ្ចឹងបញ្ជាក់លោកគ្រូ slide នេះGamma រៀបចំឲ្យហើយ font អីក៏អត់ទាន់ស្អាតដែរអញ្ចឹងណាចុះលោកគ្រូត្រូវអង្គុយសេរី font វាឡើងវិញបន្តិចបាទអញ្ចឹងលោកគ្រូfont មកចង់បាន font អីស្អាតលោកគ្រូ select មកណាហើយយើងចង់បានទំហំប្រមាណអីអានឹងយើងសេរីតាមចិត្តយើងចង់មកវាអាចជួយយើងបាន 100% ទេប៉ុន្តែវាអាចជួយសម្រួលយើងបានមួយចំនួនធំដែរអញ្ចឹងណាបាទអញ្ចឹងប៉ុន្តែបើពឹងលើ AI 100%វាអាចជួយយើងបាន 100% ទេហើយអក្ខរាវិរុទ្ធឬក៏ clear ខ្លងខ្លះលោកគ្រូត្រូវអង្គុយពិនិត្យមើលឡើងវិញបន្តិចបន្ថែមទៀតអញ្ចឹងណាបាទអញ្ចឹងនេះជា slide ខ្ញុំអត់ទាន់ edit ទេអញ្ចឹងបើលោកគ្រូចង់ edit លោកគ្រូគ្រាន់តែកែ font វាសេរីសរងវាឲ្យស្អាតជាងនឹងតិចទៅបានហើយបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងតាក់ទងមួយនឹងការបង្កើតslide មេរៀនតាមរយៈ AI មិញយើងប្រើ tool 2គឺ Gemini 1ហើយយើងប្រើ Gamma App 1បាទចង់អរគុណច្រើនជម្រាបលា